ដើម្បីយើងកាត់តវីដេអូនៅក្នុង account TikTok របស់យើងបាទជាដំបូងបងប្អូនចូលមកកាន់ account TikTok របស់យើងបងប្អូនបាទមាន account TikTok របស់យើងបាទចុចមកកាន់ TikTok របស់យើងមកបាទអូខេបងប្អូនបាទឥឡូវយើងចូលដល់ទម្រង់ TikTok របស់យើងហើយបងប្អូនបាទយើងចុចទៅកាន់សញ្ញាបូកទាំងអស់គ្នាបងប្អូនបាទយើងទៅថតវីដេអូផុសទាំងអស់គ្នាបាទអូខេបាទបងប្អូនបាទមកដល់កន្លែងនេះបងប្អូនជ្រើសយកនាទីមកបងប្អូនចង់ថតចំនួនប្រហែលនាទីបាទចំនួន10នាទីឬក៏60វិនាទីគឺ15វិនាទីឥឡូវខ្ញុំសូមថតជា15វិនាទីចែកជូនបងប្អូនបាទឧបមាឲ្យបងប្អូនមើលបាទឥឡូវខ្ញុំសូមថតបាទថត15វិនាទី15វិបាទជាវីដេអូខ្លីបងប្អូនណាបាទបងប្អូនរងចាំបន្តិចបងប្អូនបាទចាំឲ្យវីដេអូដល់ចប់សិនបងប្អូនបាទខ្ញុំនឹងចែករំលែកប្រាប់បងប្អូនបន្តទៀតពីយើងកាត់តវីដេអូបាទអូខេឥឡូវយើងបានថតវីដេអូចប់ហើយបងប្អូនណាបាទចប់ហើយបាទដើម្បីយើងកាត់តវីដេអូបានបងប្អូនចុចមកកាន់សញ្ញារូបទូរស័ព្ទដែលមានសញ្ញាផ្ដេកនេះបងប្អូនណាខាងលើហ្នឹងបងប្អូនចុចមកកាន់ហ្នឹងមកបាទឥឡូវចូលដល់ទម្រង់យើងកាត់តវីដេអូហើយបងប្អូនបាទវាខុសពីកម្មវិធីផ្សេងៗហ្នឹងបងប្អូនណាបាទបងប្អូនរុញមកបងប្អូនណារុញមកបងប្អូនចង់កាត់វីដេអូតាណាចោលអញ្ចឹងណាបងប្អូនរុញមើលទៅរុញមើលតាមហ្នឹងបងប្អូនណាបាទរុញមើលតាមហ្នឹងមើលបាទឥឡូវខ្ញុំឧបមាខ្ញុំរុញបងប្អូនរុញឲ្យចំកណ្ដុសសនេះបងប្អូនប៉កលើនឹងបន្តិចមកបងប្អូននឹងឃើញសញ្ញាបំបែកបាទដែលមានសញ្ញាគ្រីសហ្នឹងណាបាទនេះបងប្អូនអូសមកបងប្អូនចង់កាត់វីដេអូតាណាចោលបងប្អូនចុចមកកាន់ខាងឆ្វេងដៃរបស់យើងនេះមកអញ្ចឹងណាបងប្អូនរុញឲ្យចំកណ្ដុសសនេះបងប្អូនណារុញឲ្យចំកណ្ដុសសហ្នឹងមកហើយបងប្អូនចុចកន្លែងសញ្ញាដែលមានដាក់អក្សរខ្មែរថាបំបែកហ្នឹងបងប្អូនចុចមកកាន់ទៅមកឥឡូវវីដេអូរបស់យើងបានដាច់ជា2បងប្អូនណាបាទដាច់ជា2ហើយបងប្អូនចង់លុបខាងណាចោលអញ្ចឹងណាខាងមុខឬក៏ខាងក្រោយឥឡូវខ្ញុំសូមលុបខាងមុខចុចលុបចោលបាទឥឡូវខ្ញុំលុបបាត់ហើយបងប្អូនបាទហើយអ្វីដែលយើងគួរធ្វើបន្តទៀតបាទបងប្អូនទៅធ្វើអ្វីបងប្អូនបាទបងប្អូនចង់ដាក់ជាភ្លេងឬក៏អក្សរបងប្អូនវាយជាអក្សរក៏បានបាទបងប្អូនចុចមកកាន់អក្សរមកបាទវាលោតបែបនេះបងប្អូនជួយដៃបងប្អូនបកបន្តិចហើយបងប្អូនវាយជាចំណងជើងមកបងប្អូនចង់ដាក់អក្សរអញ្ចឹងណាវីដេអូបងប្អូនធ្វើវាអីអញ្ចឹងណាបាទហើយអានេះឧបកិច្ចបងប្អូនមើលទេហើយមាន style អក្សរជាច្រើនបងប្អូនអាចរើសបានយកមកប្រើបានបងប្អូនណាបាទអូខេបាទរួចរាល់ហើយបងប្អូនចុចសញ្ញាគ្រីសមកបាទចុចសញ្ញាគ្រីសមកបាទខ្ញុំឧបកិច្ចឲ្យបងប្អូនមើលទេបាទហើយបងប្អូន play មើលទៅបាទបងប្អូនចង់ឲ្យអក្សរនឹងស្មើនឹងវីដេអូរបស់យើងបាទឬក៏បងប្អូនចង់លុបចោលទៅលុបបាទហើយបងប្អូនចុចសញ្ញាគ្រីសបន្តិចមកគ្រីសបន្តិចមកបាទនេះចូលដល់ទម្រង់វីដេអូរបស់យើងបងប្អូនបាទហើយកន្លែងនេះគឺយើង edit យើង edit រូបភាពរបស់យើងណាឲ្យមានភាពភ្លឺច្បាស់អញ្ចឹងណាខ្ញុំថតឡានបាទយ៉ាងឧបមាខ្ញុំថតឡានបងប្អូនមើលអញ្ចឹងខ្ញុំដាក់ជាពន្លឺយើងកែជាពន្លឺព្រោះបងប្អូនដឹងហើយក្នុង account TikTok របស់យើងគឺកាមេរ៉ាគឺអេមសេបងប្អូនណាគឺច្បាស់ល្អណាស់មកដល់ហើយមាន tool ជាច្រើនបងប្អូនបងអាចជ្រើសរើសយក color មួយណាក៏បានដែរដែលបងប្អូនពេញចិត្តបាទបងជ្រើសមកទៅហើយបងប្អូនមើលទៅលើវីដេអូរបស់យើងទៅបងណាមើលទៅលើវីដេអូរបស់យើងទៅបងប្អូនចង់បាន color បែបណាដែលពេញចិត្តរបស់បងប្អូនបាទឥឡូវខ្ញុំអត់សុំកែទេខ្ញុំសុំចុចឲ្យមើលបងប្អូនមើលចុះបាទចុចបន្តទៀតបាទវាមាន color ជាច្រើនហ្មងណាតាមតម្រូវការបងប្អូនហើយចាប់បានធ្វើអីចឹងណាបាទអូខេបងប្អូនរួចហើយបងប្អូនចុចឆ្ងាយខ្វែងនេះមកបាទចុចពុំហើយបងប្អូនចង់ឲ្យបាន color នឹងពេញវីដេអូចឹងបងប្អូនយកដៃបងប្អូនបង្កាត់តិចមកហើយអូសទៅមុខបាទអូសទៅមុខមកឲ្យវាស្មើណាបាទហើយបងប្អូនទាញឲ្យស្មើវីដេអូវិញចឹងមកបាទទាញស្មើមកបាទអូខេរួចហើយបងប្អូនចុចសញ្ញាផុសមកផុសពឹបបាទចំណុចនេះហើយដែលខ្ញុំចង់ប្រាប់បងប្អូនបាទខាងលើនេះគឺយកដាក់ចំណងជើងមែនទេបងប្អូនបាទបងប្អូនអរគ្នាបាទដាក់ចំណងជើងដែលខ្ញុំវាយឧបកិច្ចបងប្អូនមើលចុះបាទហើយទីក៏យើងកំតាន់ផុសបងប្អូនណាបាទហើយខ្ញុំសុំថយបន្តិចបងប្អូនខ្ញុំសុំថយបងប្អូនមើលបន្តិចសិនបាទយើងកំតាន់ផុសយើងទៅបិទកន្លែងដែលវាចប់ logo ណាបើបងប្អូនupload វីដេអូទៅគឺមកវាចប់ logo ណាបងប្អូនអូសឡើងមកលើបន្តិចមកបងប្អូនឃើញនេះជំរើសច្រើនទៀតបងប្អូនណាជំរើសច្រើនទៀតហ្នឹងបងប្អូនចុចកាន់មកដោយមានសញ្ញាគ្រីសទូចៗហ្នឹងហើយរួចហើយបងប្អូនអូសឡើងមកលើមកបងប្អូនឃើញចុងក្រោយនេះបាទបងប្អូនបងប្អូនបើកទៅពេលបងប្អូន upload វីដេអូទៅវានឹងចប់ logo TikTok ហ่ะបើបែបនេះបងណាបើពេលបងប្អូនបើបែបនេះគឺពេលបងប្អូន upload ទៅបងប្អូនចង់បានវីដេអូរបស់យើងនោះយកទៅផុសក្នុង channel YouTube ឬក៏ផុសក្នុង page អញ្ចឹងវាចប់ logo TikTok បើបងប្អូនបើបែបនេះអញ្ចឹងណាបើបងប្អូនមិនឲ្យចង់ឲ្យចប់ទេបងប្អូនត្រូវតែបិទបាទហើយបងប្អូនផុសមកបាទឥឡូវខ្ញុំចុចទៅកាន់ម្ដងទៀតបាទឥឡូវសូមបញ្ជាក់ប្រាប់បងប្អូនតនេះគឺយើងបងប្អូនមិនចង់ឲ្យចប់ logo ទេបងប្អូនដកចេញមកឲ្យចេញសញ្ញាសបែបហ្នឹងហើយបងប្អូនផុសមកទៅវាឡើងចប់ logo ហ្មងណាបងប្អូនអាចយកវីដេអូរបស់យើងហ្នឹងទៅផុសបានទាំង TikTok បានទាំង channel YouTube បានទាំង page វាអត់ចប់ logo ទេ
ពេលបងប្អូនបាទបិទបែបហ្នឹងតែហាមបាយបងប្អូនណាបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្ណឹងបងណាអរគុណច្រើនជួបគ្នា